បងប្អូនគ្រីស្ទានខ្លះគាត់បានមានមតិថាគាត់ស្រឡាញ់គ្នាខ្លាំងណាស់នៅពេលដែលគាត់បន្ទាប់ពីរៀបការហើយគឺគាត់ចង់រៀបការនៅនគរស្ថានសួគ៌ផងដែរបើទោះបីជាគាត់ស្លាប់ទៅក៏ដោយហើយគេចង់រៀបការនៅស្ថានសួគ៌តើការនេះនឹងអាចកើតឡើងបានដែរឬទេតើក្នុងការដែលយើងរៀបការនៅស្ថានសួគ៌នោះមានអ្វីអាចអនុញ្ញាតឲ្យឬទេក្នុងគម្ពីរបានប្រាប់យ៉ាងដូចម្តេចដែរចង់ដឹងសូមតាមដានទាំងអស់គ្នាខ្ញុំបាទសូមគោរពនឹងជម្រាបសួរលោកអ្នកបងប្អូននៅក្នុងព្រះគុណនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទឈ្មោះធឿតជានជាគ្រូកងវិលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីនឹងជួយគ្រិស្តបរិស័ទខ្មែរស្វែងរកចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនិងអ្វីដែលគ្រិស្តបរិស័ទធ្វើថ្ងៃនេះយើងនឹងមើលទៅលើប្រធានបទថាតើគ្រិស្តបរិស័ទនៅតែជាប្តីប្រពន្ធដែរឬទេបន្ទាប់ពីអ្នកទាំងពីរលាចាកលោកនេះទៅនៅស្ថានសួគ៌តើពួកគេនៅតែជាប្តីប្រពន្ធដែរឬទេអស់អ្នកបងប្អូនមានអ្នកគោរពប្រតិបត្តិសាសនាមួយក្រុមបានមកចោទសួរព្រះយេស៊ូវដើម្បីនឹងចាប់មតិរបស់ព្រះអង្គផងដែរគេបានលើកឧទាហរណ៍អំពីការដែលគេបានជឿថាមានស្ត្រីម្នាក់គេឧទាហរណ៍អំពីមានស្ត្រីម្នាក់បានរៀបការជាមួយបុរសម្នាក់ហើយបន្ទាប់មកបុរសនោះក៏បានស្លាប់ទៅហើយក៏បានរៀបការជាមួយបុរសមួយទៀតហើយបុរសនោះក៏ស្លាប់ទៅផងដែរបន្ទាប់មកទៀតនាងក៏រៀបការជាមួយបុរសបន្ទាប់ទៅទៀតបុរសនោះក៏ស្លាប់ទៅដែររហូតដល់7ដងហើយដូច្នេះនារីនោះក៏ស្លាប់ទៅដែរគេបានសួរទៅព្រះយេស៊ូវថាតើក្នុងចំណោមបុរសទាំង7ហ្នឹងនៅពេលដែលពួកគេទៅស្ថានសួគ៌តើស្ត្រីនោះនឹងរៀបការជាមួយបុរសណាមួយយ៉ាងពិតប្រាកដនេះជាអ្វីដែលគេបានចោទទៅព្រះយេស៊ូវដើម្បីនឹងចាប់ព្រះអង្គចាប់សម្ដីរបស់ព្រះអង្គដើម្បីកាន់របស់ព្រះអង្គដូច្នេះព្រះយេស៊ូវបានមានបន្ទូលឆ្លើយតបទៅគេនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក12ខ24ដល់ខ25យ៉ាងដូចនេះថាព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថាដូច្នេះអ្នករាល់គ្នាភ័ន្តច្រឡំទេតើពីព្រោះមិនស្គាល់បទគម្ពីរឬប្រជាស្ដារនៃព្រះត្បិតកាលណាមនុស្សរស់ពីស្លាប់ឡើងវិញនោះមិនដែលយកគ្នាជាប្តីប្រពន្ធទៀតទេគេបានដូចជាទេវតានៅស្ថានសួគ៌វិញអស់លោកអ្នកបងប្អូននេះជាចម្លើយដែលព្រះយេស៊ូវព្រះអង្គបានមានបន្ទូលឆ្លើយទៅដល់អ្នកកាន់សាសនាមួយក្រុមនោះដូច្នេះហើយពួកគេមិនបានជឿលើសេចក្តីរស់ឡើងវិញហើយគេបានចោទប្រកាន់ដូច្នេះប៉ុន្តែប្រហែលជាលោកអ្នកបងប្អូនរៀបការហើយចង់ទៅនៅជាមួយគ្នានៅស្ថានសួគ៌ម្ដងទៀតនៅពេលដែលឮព្រះយេស៊ូវមានបន្ទូលដូច្នេះប្រហែលជាស្រងាក់ឬក៏អាក់អន់ចិត្តឬក៏យ៉ាងណាប៉ុន្តែលោកអ្នកបងប្អូននៅនគរស្ថានសួគ៌មិនបានបញ្ចប់ត្រឹមនោះទេឬក៏ស្ដីអំណរមានតែប៉ុណ្្នឹងនោះទេមើលអ្វីដែលព្រះយេស៊ូវព្រះអង្គបានមានបន្ទូលបន្ទាប់ទៀតអស់លោកអ្នកបងប្អូនតើគោលបំណងអាពាហ៍ពិពាហ៍ជាអ្វីបើយើងត្រឡប់ទៅអតីតកាលនៅពេលដែលមាននៅក្នុងព្រះគម្ពីរលោកុបាទបានប្រាប់យើងអំពីមូលហេតុដែលទ្រង់បានបង្កើតអាពាហ៍ពិពាហ៍នេះឡើងដោយសារព្រះអង្គបានធ្វើការនេះគឺនៅក្នុងព្រះគម្ពីរលោកុបាទជំពូក2ខ18បានមានបន្ទូលយ៉ាងដូចនេះថាព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថាដែលមនុស្សនេះនៅម្នាក់ឯងនោះមិនស្រួលទេអញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសម្រាប់ជួយវាអរលោកអ្នកបងប្អូនយើងឃើញថានៅពេលមុនដែលអាដាមរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីនេះគឺព្រះទ្រង់បានធ្វើការជាច្រើនដើម្បីផ្គាប់ចិត្តអាដាមឲ្យអាដាមមានសេចក្តីសុខសាន្តប៉ុន្តែយើងឃើញថាអ្វីដែលទ្រង់បានធ្វើគឺទ្រង់បានបង្កើតសត្វជាច្រើនប្រភេទប៉ុន្តែអាដាមនៅតែមិនបានពេញចិត្តចំពោះអ្វីដែលបំពេញចិត្តចំពោះអ្វីដែលមានដែលទ្រង់បានធ្វើនោះឡើយព្រោះហើយបានជាទ្រង់បានធ្វើឲ្យមានស្ត្រីម្នាក់ចេញពីបុរសនោះមកដើម្បីឲ្យអាពាហ៍ពិពាហ៍បានកើតឡើងពួកគេត្រូវរៀបការជាមួយគ្នានេះគឺគោលបំណងបង្កើតពូជបង្កើតគ្រួសាររស់នៅជាមួយគ្នាជាជំនួយជួយទៅដល់គ្នាទៅវិញទៅមកនៅពេលដែលពួកគេនៅផែនដីគេមានអំណរដោយសារការដែលគេមានអាពាហ៍ពិពាហ៍នេះដោយសារទ្រង់បានបង្កើតមកនៅលើផែនដីនេះតែប៉ុណ្ណោះម្ល៉េះហើយបានជានេះជាមូលហេតុដំបូងដែលទ្រង់បានធ្វើឲ្យមានអាពាហ៍ពិពាហ៍កើតឡើងនៅលើផែនដីនេះឯងអស់លោកអ្នកបងប្អូននៅពេលដែលលោកអ្នកបងប្អូននៅផែនដីនេះប្រហែលជាលោកអ្នកបងប្អូនគិតថាជាកន្លែងដែលសនុកសុខស្រួលល្អប៉ុន្តែអស់លោកអ្នកបងប្អូនត្រូវដឹងថាក្នុងនាមយើងជាគ្រិស្តបរិស័ទកន្លែងនេះមិនមែនជាកន្លែងចុងក្រោយដែលយើងនៅនោះទេប៉ុន្តែជាការពិតក្នុងនគរស្ថានសួគ៌គឺជាកន្លែងមួយដែលយើងនៅទីនោះយូរអង្វែងជាងមានអំណរជាងសប្បាយជាងសុខសាន្តជាងសន្តិភាពជាងហើយមានទំនាក់ទំនងល្អជាងដូច្នេះហើយនៅក្នុងការដែលយើងរស់នៅនេះគឺជាកន្លែងដែលយើងមើលបន្ទាត់ច្បាស់នៅក្នុងព្រះគម្ពីរកូរិនថូស13:12បានប្រាប់យើងយ៉ាងដូចនេះថាត្បិតឥឡូវនេះយើងមើលឃើញបែបស្រអាប់ដូចជានៅកញ្ចក់
តែនៅវេលានោះយើងនឹងឃើញមុខទល់នឹងមុខឥឡូវនេះខ្ញុំស្គាល់មិនទាន់អស់តែនៅវេលានោះខ្ញុំនឹងស្គាល់វិញដូចជាព្រះគ្រីស្ទទ្រង់ស្គាល់ខ្ញុំដែរដូច្នេះលោកអ្នកបងប្អូនអាចចំណាយពេលវេលាច្រើនជាងនៅពេលនៅនគរស្ថានសួគ៌គឺជាកន្លែងដែលគ្មានកំណត់ម៉ោងវេលាពេលវេលាឲ្យយើងរស់នៅនោះទេនៅទីនេះគឺជាការដែលយើងទាំងអស់គ្នារស់នៅដែលមានកំណត់ហើយសេចក្តីសន្តិភាពមានកំណត់អំណរមានកំណត់សេចក្តីសុខសាន្តមានកំណត់ប៉ុន្តែនៅពេលដែលយើងទៅនគរស្ថានសួគ៌គឺសេចក្តីសុខសាន្តមិនចេះអស់គឺយើងនៅទីនោះនឹងស្គាល់គ្នាច្បាស់ជាងស្គាល់ប្រពន្ធស្គាល់ប្តីច្បាស់ជាងទំនាក់ទំនងល្អជាងរវាងគ្រិស្តបរិស័ទនិងគ្រិស្តបរិស័ទទូលំទូលាយជាងដែលយើងនៅទីនោះក្នុងន័យជាសាសស្ថានសួគ៌ហើយយើងនឹងរស់នៅបែបភាពជាល្អជាងនៅផែនដីនេះហើយយើងមិនអាចស្រមៃគិតដល់ហើយឬក៏យកផែនដីនេះទៅប្រៀបនឹងនគរស្ថានសួគ៌បានឡើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយលោកអ្នកបងប្អូនឲ្យយល់ថាមូលហេតុអ្វីបានជាយើងមិនមានការរៀបអាពាហ៍ពិពាហ៍នៅនគរស្ថានសួគ៌ដូច្នេះលោកអ្នកបងប្អូនយើងដឹងថាអ្វីដែលយើងនៅលើផែនដីនេះប៉ុន្តែយើងជឿថានគរស្ថានសួគ៌នឹងមានល្អជាងនេះមានល្អជាងនេះច្រើនលោកអ្នកបងប្អូនមានសំណួរដែលមានសំណួរសូមសួរមកយើងនៅក្នុង comment ខាងក្រោមដើម្បីយើងបានធ្វើវីដេអូឆ្លើយតបផងដែរសង្ឃឹមជួបគ្នាម្ដងទៀតនៅពេលក្រោយសូមព្រះបានប្រទានពរលោកអ្នកបងប្អូនសូមអរគុណនិងសូមគោរពជម្រាបលា